សួស្តីបងប្អូនអរគ្នាវិលមកជួបគ្នាសាជាថ្មីបាទនៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបនៃការtransfer កាក់ចេញពីកាបូបលុយ Get.io ចូលទៅក្នុង Binance ព្រោះខ្ញុំមានតម្រូវការចង់លក់វាជា P2P បាទអញ្ចឹងខ្ញុំត្រូវធ្វើការ transfer ចេញពី Get.io ចូល Binance ដូចបងប្អូនដឹងស្រាប់ហើយដើម្បីលក់បានតើក្នុង Binance ព្រោះ Binance មានខ្មែរយើងដែរអញ្ចឹងណានៅក្នុង Get.io មានតែបរទេសអញ្ចឹងដោយបងប្អូនបានឃើញស្រាប់នេះគឺខ្ញុំកំពុងនៅក្នុងកាបូបលុយ Get.io ហើយខ្ញុំមាន USDT ចំនួន$16ជាងដែរបាទជាលុយ USDT អញ្ចឹង USDT និងដុល្លារគឺតម្លៃវាដូចតែគ្នាទេបងប្អូនណាប្រហែលគ្នាទេអញ្ចឹងយើងចូលមកកន្លែង spot ហើយបងប្អូនឃើញពាក្យថា withdraw និងយើងចុចលើពាក្យថា withdraw បាទព្រោះយើងចង់ដកលុយអញ្ចឹងយើងត្រូវចុចពាក្យថា withdraw បន្តមកទៀតបងប្អូនត្រូវយកពាក្យថា on chain បាទ on chain withdraw នៅខាងលើគេមិញបាទបន្តម្ដងមកទៀតបងប្អូនយកពាក្យថា USDT បន្តពីនឹងទៀតយើងឃើញ USDT ទៀតយើងចុចមកតង់ទៀតមកដល់កន្លែងនេះគឺបងប្អូនត្រូវមើលបាទនៅខាងលើគេឲ្យយើងដាក់ address សម្រាប់ទួលនៅខាងក្រោមគឺ network ហើយនឹងក្រោមបំផុតគឺកន្លែងដាក់ទឹកលុយចំនួនប្រមាណអញ្ចឹងយើងចុចកន្លែង network ទៅយើងឃើញថាមានតែ BNB Smart Chain ទេដែលវាងាយស្រួលអញ្ចឹងយើងធ្លាប់ប្រើណាអញ្ចឹងយើងយក BNB Smart Chain ហ្នឹងមកបាទវាមាន network ណាស្រួលជាងនឹងទេ network វាហ្នឹងបាទអញ្ចឹងយើងយកខ្ញុំសុំចូលម្ដងទៀតបាទអញ្ចឹងខ្ញុំចូលទៅក្នុង Binance ពីព្រោះខ្ញុំចង់ transfer ពី Binance អញ្ចឹងបងប្អូនចូលដល់ Binance ហើយយកពាក្យថា deposit បាទអញ្ចឹងក្នុង Binance គឺយើងចង់ transfer ចូលមកក្នុង Binance ណាអញ្ចឹងក្នុង Binance យើងត្រូវ select យកពាក្យថា deposit ហើយបងប្អូនចុចលើពាក្យថា USDT បាទដើម្បីមើល address បាទអញ្ចឹងនេះគឺជា address នៅក្នុង USDT គឺ BNB Smart Chain អញ្ចឹងខ្ញុំជ្រើសរើសយក BNB Smart Chain bit 20បាទបន្ទាប់ពីហ្នឹងយើងចុចលើវាមកយើងនឹងឃើញ address អញ្ចឹងយើងមានវិធីសាស្ត្រយើង transfer តាម share តាម QR code ឬក៏ copy link សំទោស copy address អញ្ចឹងខ្ញុំធ្វើការ copy address របស់ក្នុង Binance បាទអញ្ចឹងខ្ញុំយកមកផាសចូលនៅក្នុង Get.io អញ្ចឹង Get.io នៅខាងលើគេគឺ address បាទបន្តមកទៀត network គឺយើងដាក់ address ទៅវា select BNB Smart Chain auto តែម្ដងអញ្ចឹងនៅត្រង់ខាងក្រោមគេកន្លែងពាក្យថា amount គឺបងប្អូនត្រូវដាក់ទឹកលុយចូលអញ្ចឹងខ្ញុំមានប្រមាណដាក់ទាំងអស់មកបាទចុចពាក្យថា max ហ្នឹងមក maximum ណាអញ្ចឹងខ្ញុំមាន$16.91ដែរអញ្ចឹងខ្ញុំដាក់ទាំងអស់ហើយយើងចុចពាក្យថា withdraw នៅខាងក្រោមគេបន្ទាប់ពីទីផ្ទាត់ទៅណាអញ្ចឹងយើងចុចពាក្យថា confirm បាទការ transfer គឺគេកាត់ fee ដែរណាដូចជា50 សេនបាទអញ្ចឹងនៅទីនេះគឺវាឲ្យខ្ញុំដាក់ security code គឺ scan កញ្ចក់ដៃមកតង់ទៀតបានវាចេញពណ៌ខ្មៅមិញបាទបងប្អូនមើលឃើញអញ្ចឹងកន្លែងហ្នឹងគឺវា security របស់គេអញ្ចឹងនៅទីនេះគឺគេកំពុងតែ process បងប្អូនណាអញ្ចឹងនៅពេលBNB Smart Chain ប្រហែលជា10នាទីប៉ុន្តែធៀបពិតមិនមែនទេខ្ទង់12ឬក៏3នាទីឬក៏ពេលខ្លះអត់ដល់1នាទីផងជាងទទួលបាននៅក្នុង Binance អញ្ចឹងវាកំពុងតែ process ឲ្យបងប្អូនរងចាំមើលនៅក្នុង Binance តែក្នុង Binance របស់យើងហ្នឹងចូលនៅនេះគឺជាសារដែលគេ alert មកណាបងប្អូនវាកំពុងតែ process អត់ទាន់ចូល Binance ទេប៉ុន្តែ Binance គេ alert មកប្រាប់ថាមាន deposit ចូលប៉ុន្តែគឺអត់ទាន់ successful ទេអញ្ចឹងយើងចូលទៅមើលក្នុង Binance ទាំងអស់គ្នាបាទយើង back មកនៅក្នុង Binance គឺអត់ទាន់ឃើញថាមានចូលទេបាទអញ្ចឹងគឺទឹកលុយរបស់ខ្ញុំនៅមានក្រោម$1គឺវានៅប៉ុណ្ណឹងបាទ load មកហើយបាទអញ្ចឹងវាដាក់ថា successful ហើយអញ្ចឹងយើង refresh មើលបាទយើង refresh មើលថាឃើញលុយនឹងចូលហើយនៅយើងមើលនៅក្នុង spot របស់យើងបាទនេះទឹកលុយ$16.50ជាងបាទគឺចូលមកហើយដោយសារវាកាត់សេវាមិញណា16.91តែចូលមកដល់បាន16.59អញ្ចឹងគឺការ deposit របស់យើងគឺបានជោគជ័យហើយអញ្ចឹងបន្ទាប់ពីយើង deposit ចូលមកក្នុង Binance បានជោគជ័យហើយបងប្អូនចង់លក់វាឬក៏បងប្អូនចង់ទុកនៅក្នុងហ្នឹងក៏ស្រេចតែចិត្តវិធីសាស្ត្រនៃការលក់ខ្ញុំបានធ្វើវីដេអូហើយគឺ P2P Binance បងប្អូនចង់មើលបងប្អូនចង់ដឹងពីរបៀបអាចមើលបានចាំខ្ញុំដាក់ link នៅខាងក្រោមវីដេអូមួយនេះបងប្អូនអាចចូលទៅឆែកមើលណាហើយបើសិនជាបងប្អូនមានចម្ងល់អាច comment សួរបន្ថែមទៀតបានខ្ញុំនឹងព្យាយាមឆ្លើយបើឆ្លើយមិនរួចខ្ញុំនឹងព្យាយាមរកចម្លើយជូនបងប្អូនហើយវីដេអូរបស់ខ្ញុំវាដូចជាមិនមានអីច្រើនទេបាទនេះជាគ្រាន់តែជាការបង្ហាញរបៀប transfer ចេញពី exchange មួយទៅ exchange មួយហើយការ transfer ហ្នឹងខ្ញុំសូមបញ្ជាក់មិនមែន transfer បានតែ USDT ទេបងប្អូនមានកាក់ផ្សេងក៏អាច transfer បានដែរប៉ុន្តែបងប្អូនត្រូវមើលដែរការ transfer ពី Get.io ចូលមកក្នុង Binance ហ្នឹងតើវាមានបាទការ transfer ចេញពីកាក់ពី exchange ផ្សេងចូលនៅក្នុង Binance មិនមែនតែ USDT ទេកាក់ផ្សេងក៏អាច transfer បានដែរប៉ុន្តែបងប្អូនត្រូវតែពិនិត្យមើលថាតើកាក់ដែលបងប្អូនចង់ transfer ចេញនៅក្នុង Binance មាន list ឬអត់អញ្ចឹងណាអញ្ចឹងខ្ញុំឧទាហរណ៍ដូចថា Bitcoin អញ្ចឹង
មិនមែនតែ USDT បងប្អូនអាច transfer Bitcoin ចេញពី Gate.io ចូល Binance ពីព្រោះ Bitcoin វាមាននៅគ្រប់ exchange ទាំងអស់ហ្នឹងឥឡូវឧទាហរណ៍មួយទៀតថាបងប្អូនចង់ transfer កាក់ដកឧទាហរណ៍កាក់ដកអញ្ចឹងនៅក្នុង Gate.io បងប្អូនមានកាក់ដកហើយបងប្អូនចង់ transfer ដកចូល Binance ប៉ុន្តែចៃដន្យនេះដកហ្នឹងអត់មាន list ក្នុង Binance ទេអញ្ចឹងបងប្អូនមិនអាច transfer ចេញនេះគ្រាន់ជាឧទាហរណ៍ណាអញ្ចឹងចង់បញ្ជាក់ឡើងវិញថាការ transfer កាក់ពី exchange មួយទៅ exchange មួយមិនមែនតែ Binance មិនមែនតែ USDT ទេកាក់ផ្សេងក៏បងប្អូនអាច transfer បានដែរវាស៊ីសងលើថាតើកាក់ហ្នឹងវាមាននៅក្នុងកាបូបមួយណាដែលបងប្អូនចង់ transfer ចូលទៅហ្នឹងគឺមានកាក់ហ្នឹងដែរឬអត់បាទវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនចំពោះការតាមដានបាទជម្រាបលាបាយបាយ